បាទចិត្ត10ឆ្នាំហើយបងប្អូនឥឡូវនេះសង្វៀនវាយដាក់ទ្រង់ការប្រកួតលក្ខណៈ MMA នឹងមាននៅលើទឹកដីកម្ពុជារបស់យើងសារជាថ្មីដោយខាងស្ថានីយទូរទស្សន៍ថតបានសហការជាមួយនឹង Gainsbird ត្រៀមលេងឈុតធំនៅថ្ងៃបុណ្យអុំទូកទី1រហូតដល់10គូឯណោះបងប្អូនហើយក្នុងនោះខាងថោនបានគាស់កកាយឲ្យហើយសម្រាប់ជើងខ្លាំង MMA ស៊េរីចាស់គុណខ្មែររបស់យើងដើម្បីត្រៀមទល់ទល់ជាមួយនឹងជើងខ្លាំង10រូបមកពីប្រទេសចិនបាទស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័ត៌មានកីឡាជាតិនិងអន្តរជាតិថ្មីនៅក្នុងអត្ថបទព័ត៌មានថ្ងៃនេះដែរខ្ញុំបាទក៏មកលម្អិតតាក់ទងទៅនឹងការប្រកួតវាយដាក់ទ្រង់ MMA នៅលើទឹកដីកម្ពុជាដែរថោនបានរៀបចំហើយសម្រាប់ពុកម៉ែបងប្អូនដែលចូលមកទស្សនាថ្មីនោះកុំភ្លេចជួយចុច like និង subscribe ក្នុង channel YouTube ខ្ញុំបាទម្នាក់មួយផងបាទតាក់ទងជាមួយនឹងការប្រកួតដាក់ទ្រង់ដែលយើងហៅថា MMA ការប្រកួតនេះគឺយើងខានរៀបចំយូរហើយបងប្អូនតាំងពីស្ថានីយទូរទស្សន៍ My TV បានផ្អាកការប្រកួតអំឡុងឆ្នាំ2015-16បើយើងគិតមកដល់បច្ចុប្បន្ននេះចូលជិត10ឆ្នាំហើយបងប្អូនឥឡូវនេះថោនបានធ្វើការរៀបចំឈុតធំតែម្ដងរហូតដល់10គូក្នុង10គូនោះគឺយើងមានការប្រកួតលក្ខណៈគុណចម្រុះដែលយើងហៅជាភាសាបច្ចេកទេសថា MMA 7គូនិងការប្រកួតលក្ខណៈ Kickboxing 3គូផងដែរបាទអញ្ចឹងតាក់ទងទៅនឹងការប្រកួតលក្ខណៈ Kickboxing គឺយើងមាន3គូទី1គឺកីឡាករកូរ៉ាម៉ាក់ច័ន្ទរាជត្រូវប៉ះជាមួយនឹងកីឡាករចិនទី2កីឡាករមកពីប្រទេសចិនត្រូវប៉ះជាមួយនឹងកីឡាករអេស្ប៉ាញនិងការប្រកួតគូឯកប្រចាំនៅព្រឹត្តិការណ៍គឺកីឡាករមើលមេឃាត្រូវប៉ះជាមួយនឹងកីឡាករចិនការប្រកួតលក្ខណៈ Kickboxing ហើយសម្រាប់ការប្រកួតលក្ខណៈគុណចម្រុះឬក៏ MMA នេះវាយ7គូបងប្អូនហើយក្នុង7គូនោះគឺយើងគាស់កកាយមកអស់ហើយសម្រាប់អ្នកលេងគុណចម្រុះកម្ពុជាសេរីចាស់មានដូចជាកីឡាករសឹមប៊ុនស្រន់មានកីឡាករកម្ពុជារបស់យើងរិនសរតឡុងឡាមានកីឡាករសានច័ន្ទរិទ្ធិគុណមានកីឡាករច័ន្ទរតនាតែអ្វីដែលខ្ញុំស្ដាយបងប្អូនបាត់អ្នកលេងគុណចម្រុះរបស់យើងមួយរូបទៀតគឺមាសម៉ាអត់មានវត្តមាននៅក្នុងការប្រកួតទេអញ្ចឹងបើសិនជាមាសម៉ាល់មកមួយរូបទៀតមកបងប្អូនការប្រកួតដាក់ទ្រង់កម្ពុជានេះហើយការប្រកួតនេះខាងថោនសហការជាមួយនឹងស្ថាប័នវាយដាក់ទ្រង់ធំនៅប្រទេសចិនដូចជាJCK នេះក៏ជាដៃគូសហការជាមួយនឹង UFC ផងដែរបងប្អូនហើយការប្រកួតសង្វៀនដាក់ទ្រង់នេះអាចនឹងមានការរៀបចំជាបន្តទៀតបងប្អូនអញ្ចឹងសម្រាប់កីឡាករ MMA កម្ពុជារបស់យើងសេរីចាស់គឺគាត់នឹងមានឱកាសឡើងប្រកួតជាបន្តវិញហើយបងប្អូនបាទអញ្ចឹងសម្រាប់ការប្រកួតនេះគឺខ្ញុំបាទគិតថានឹងក៏ក្រៅបងប្អូនមិនធម្មតាទេ10គូបងប្អូនវាយគុណចម្រុះ7គូ Kickboxing តែ3គូទេហើយក្នុងចំណោមការប្រកួតនេះគូដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺកីឡាករវ័យក្មេងកម្ពុជារបស់យើងកូរ៉ាម៉ាក់ច័ន្ទរាជបាទអញ្ចឹងសម្រាប់កូរ៉ាម៉ាក់ច័ន្ទរាជនេះបងប្អូនអ្នកគាំទ្រគុណខ្មែរមួយចំនួនប្រហែលជាអត់ចាប់អារម្មណ៍ជាមួយគាត់ទេកូរ៉ាម៉ាក់ច័ន្ទរាជនេះល្អណាស់បងប្អូនល្អការចេញប្រកួតក្រៅប្រទេសតាំងពីគាត់នៅគីឡូតូចកម្រចាញ់កូរ៉ាម៉ាក់ច័ន្ទរាជនេះអញ្ចឹងកីឡាករកូរ៉ាម៉ាក់ច័ន្ទរាជជាប្រភេទកីឡាករស៊ីលុយធំបងប្អូនបើនិយាយទូរស័ព្ទស៊ីលុយធំហើយការប្រកួតរបស់គាត់បើអ្នកចូលចិត្តប្រភេទបុកមើលគាត់ប្រកួតមិនសូវជាជក់ចិត្តទេប៉ុន្តែអ្នកដែលចូលចិត្តការប្រកួតលក្ខណៈបច្ចេកទេសក្បាច់មើលកីឡាករកូរ៉ាម៉ាក់ច័ន្ទរាជវាយបងប្អូនហើយកូរ៉ាម៉ាក់ច័ន្ទរាជនេះមួយរយៈចុងក្រោយនេះប្រកួតអត់ដែរចាញ់ទេមិនថាការប្រកួតលក្ខណៈគុណខ្មែរការប្រកួតលក្ខណៈ Kickboxing ឬក៏ការប្រកួតលក្ខណៈ MMA ទេហើយចេញក្រៅប្រទេសក៏ច្រើនមួយរយៈនេះអត់ដែរចាញ់ទេប្រហែលជាចូលចិត្ត20ប្រកួតហើយកូរ៉ាម៉ាក់ច័ន្ទរាជអត់ដែរចាញ់ទេប៉ុន្តែគ្រាន់តែកីឡាករវ័យក្មេងរូបនេះអ្នកគាំទ្រគុណខ្មែររបស់យើងភាគច្រើនអត់ទៅចាប់អារម្មណ៍ដោយសារបច្ចុប្បន្ននេះអ្នកគាំទ្រគុណខ្មែរចូលចិត្តប្រភេទកីឡាករដែលបដូរដែលបុកហើយកូរ៉ាម៉ាក់ច័ន្ទរាជនេះឈ្នះខ្សែក្រវ៉ាត់ដូចជា2គ្រឿងហើយប្រហែលជា10ប្រកួតចុងក្រោយនេះបងប្អូន
ដោយឈ្នះខ្សែក្រវ៉ាត់ ISKA Asia គុណខ្មែរក្នុងប្រភេទទម្ងន់57គីឡូក្រាមបន្តមកទៀតឈ្នះខ្សែក្រវ៉ាត់MMA វាយដាក់ទ្រង់នៅលើទឹកដីវៀតណាមឈ្នះម្ចាស់ផ្ទះដោយវាយឲ្យសន្លប់ទៀតបងប្អូនអញ្ចឹងមិនធម្មតាទេសម្រាប់គោរមចារីហើយប្រមាណប្រកួតចុងក្រោយនេះវាយលក្ខណៈ Mass Fight MMA នៅផ្សារទំនើបមួយកន្លែងដែលជាការប្រកួតលក្ខណៈឯកជនទេឈ្នះទាំងអស់អត់ឲ្យចាញ់ទេអញ្ចឹងគោរមចារីនេះគឺល្អបងប្អូនអញ្ចឹងសម្រាប់បងប្អូនកុំភ្លេចតាមដានទស្សនាការប្រកួតនេះទាំងអស់គ្នានៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះ10គូការប្រកួត MMA 7គូ Kickboxing 3គូអញ្ចឹងបងប្អូនត្រៀមតែឆ្ងាញ់ភ្នែកហើយសម្រាប់ប្រវត្តិសាស្ត្រថ្មីដែលថោននិង Gainsborough រៀបចំបាទចុងក្រោយខ្ញុំបាទក៏សូមអរគុណសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលបានចូលមកស្ដាប់ក៏ដូចជាទស្សនាជួបគ្នាវីដេអូថ្មីក្រោយទៀត